បាទក៏ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះជាវីដេអូសម្រាប់ការភ្ជាប់ពី3 device បាទដែលយើងចង់ connect ជាមួយនឹងក្រុមការងាររបស់យើងឬក៏ចែកជាមួយមិត្តភ័ក្តិយើងបងប្អូនរបស់យើងមើលជាមួយ GPS របស់យើងបាទឥឡូវជាដំបូងបាទយើងចុចនេះ GPS របស់យើងចុចឡើងត្រេក3នេះមកបាទចុចនេះមកបន្ទាប់មកយើងចុចកន្លែងនេះបាទត្រេក3នេះដែរមកបន្ទាប់មកយើងយកពាក្យ share this device បាទយើងចុច share ទៅ device ផ្សេងដើម្បីអាចមើលបានដែរអញ្ចឹងយើងចុច share ទៅបាទយើងផ្ញើតាមណាផ្ញើតាម Telegram ផ្ញើ link ហ្នឹងបាទតាម Telegram តាមអីទៅបាទយើងផ្ញើទៅបងប្អូនរបស់យើងបងរបស់យើងពុកម៉ែបងប្អូនផ្សេងទៅបាទអញ្ចឹងនោះគាត់នឹងទទួលបានសារបាទទទួលបានសារពី Telegram ឬក៏ chat Messenger ឬក៏អីចឹងណាពុកម៉ែបងប្អូនបាទអញ្ចឹងនេះដែលខ្ញុំផ្ញើឲ្យគាត់នឹងបាទអញ្ចឹងនៅពេលដែលយើងចុចទៅយើង copy code នេះបាទ copy code នឹងក៏បានឬក៏យើងចុច link នេះទៅបាទ link ហ្នឹងគឺវាមានកូដនេះអញ្ចឹងយើងចុច copy code ហ្នឹងមក copy code ហ្នឹងមកបាទបន្ទាប់មកយើងចូលទៅលើកម្មវិធីរបស់យើងមកបាទបន្ទាប់មកយើងចុចសញ្ញាបូកនេះវិញមកបាទបន្ទាប់មកយើងចុចពាក្យនេះ share code បាទ share code ហ្នឹងមកហើយយើងផាសទៅអូខេយើងចុចពាក្យ continue ទៅគឺទៅហើយបាទដោយសារតែ device នេះគឺយើងបាន add ម្ដងហើយអញ្ចឹងវានៅក្នុងនឹងស្រាប់ហើយបាទតែបើសិនជាយើងចង់បានកូដនឹងឲ្យមិត្តភ័ក្តិយើង share ទៅទូរស័ព្ទគាត់ផ្សេងទៅហើយយើងកម្មវិធីទូរស័ព្ទនោះយើង download ឲ្យទៅគឺយើងអាចមើលបានហើយបាទអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងបើសិនជាមានចម្ងល់អីបន្ថែមអាចតាក់ទងក្រុមការងារបានអរគុណ